សែននំចាំងទេដឹងថាប្រវត្តិរបស់នំចាំងនោះមកពីណាហើយប្រវត្តិការសែននំចាំងហ្នឹងកើតឡើងមកពីអីកូនចៅចិនណាខ្លះទំសែននំចាំងហើយវប្បធម៌របស់ចិនណាគឺមានរឿងនិងបុណ្យទានជាច្រើនដែលតាក់ទងនឹងរបស់ញ៉ាំមានម្ហូបញ៉ាំច្រើនហើយប្លែកៗហើយសុសសាយដល់ប្រទេសផ្សេងទៀតវីដេអូនេះខ្ញុំសូមយកអ្នកឲ្យត្រឡប់ទៅមុនគ្រិស្តសករាជទៀតក្នុងរជ្ជកាលឈូរបស់ប្រទេសចិនឆ្នាំ278នោះណាគឺមានមន្ត្រីម្នាក់ឈ្មោះជូយួនមន្ត្រីស្មោះត្រង់នឹងប្រទេសជាតិហើយនឹងស្រឡាញ់ប្រជាជនខ្លាំងមែនទែនមន្ត្រីមួយរូបនេះគាត់មាន talent ខ្លាំងមែនទែនហើយប្រជាជនគឺចូលចិត្តការសេកំណើរបស់គាត់ហើយនឹងពាក្យទូមានព្រានប្រដៅរបស់គាត់តែមានពួកមន្ត្រីផ្សេងទៀតដែលចំណានជាមួយគាត់ហើយបានធ្វើឲ្យគាត់ចឹងជាប់ចោទទៅជាមន្ត្រីក្បត់ជាតិអ្នកប្រទេសគាត់ចេញពីនគរក្នុងកំឡុងពេលដែលគេនៅប្រទេសគាត់នឹងគឺគាត់បានសរសេរកំណាព្យមួយយ៉ាងគួរអាណិតខ្លាំងមែនទែនដោយសារភាពអយុត្តិធម៌របស់គាត់មិនយូរប៉ុន្មានផងស្រាប់តែគាត់ដឹងថារាជការឈូត្រូវបានគេផ្ដួលរំលំបាត់ទៅហើយទៅជួយយន់នឹងគឺគាត់មានការសោកស្ដាយក្រុមគ្រាបេះដូងខ្លាំងមែនទែនអញ្ចឹងគាត់ក៏បានលោតស្លាប់ខ្លួនចូលក្នុងទន្លេចឹងអ្នកស្រុកអ្នកភូមិហ្នឹងគឺគេមានការស្រឡាញ់គាត់គេអត់ជឿថាគាត់ជាជនក្បត់ទេអ្នកភូមិបានចែវទូកដើររកសពរបស់មន្ត្រីស្មោះត្រង់ហ្នឹងតែរកមិនឃើញសោះហើយអញ្ចឹងទៅគេក៏ខ្លាចថាមានត្រីឬក៏មាននាគក្រាយនៅក្នុងទន្លេហ្នឹងដើម្បីស៊ីសាកសពរបស់ជូយ័នហ្នឹងភាសាចំនួនហ្នឹងគេជឿលើនាគអញ្ចឹងហើយអ្នកភូមិបាននាំគ្នាបោះជាមួយនឹងដុំបាយដែលខ្ចប់ជាមួយនឹងស្លឹកអាស័យហ្នឹងណាចូលក្នុងទន្លេហ្នឹងដើម្បីកុំឲ្យត្រីមកស៊ីឬក៏នាគនៅក្នុងទឹកហ្នឹងមកស៊ីគាត់ស៊ីអាបាយហ្នឹងជំនួសឲ្យខ្លួនគាត់នឹងវិញគេឆ្លាតណាស់គេចេះតែឃើញអញ្ចឹងគេបានហៅនំថាចុងជ្រឺហ្នឹងគឺនំចាំងនឹងឯងចុងជ្រឺខ្ញុំមិនដឹងថាអានត្រូវអត់ទេណាគឺធ្វើមកពីបាយដំណើបជាមួយនឹងសាច់ពងទាប្រៃសាច់ជ្រូកសណ្តែកអីហ្នឹងខ្ចប់ជាមួយនឹងស្លឹកអាស័យហើយវាស្ងោរវាបានមកញ៉ាំបានមកដល់សប្តាហ៍ថ្ងៃការសែននំចាំងហ្នឹងគឺនៅតែមានអញ្ចឹងសូម្បីតែកន្លងនិយាយរបស់ខ្មែរយើងក៏នៅដាក់ដែរថ្ងៃសែននំចាំងមកកញ្ចក់គេទៅសេអសចុងជ្រឺថ្ងៃបុណ្យសែននំចាំងហ្នឹងគឺតែងតែមានការអុំទូកចែវទូកគឺតំណាងឲ្យការរករកសាកសពរបស់មន្ត្រីស្មោះត្រង់ហ្នឹងហើយនឹងការញ៉ាំនំចាំងតំណាងឲ្យនំចាំងដែលគេបានបោះចូលទៅក្នុងទន្លេដើម្បីការពារសាកសពរបស់មន្ត្រីស្មោះត្រង់ហ្នឹងដូចគ្នាអ្នកនេះរឿងនេះខ្ញុំនិយាយរឿងលេខតិចប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកនេះយល់ពីអត្ថន័យនៃការបុណ្យសែននំចាំងហ្នឹងណា